នេះដើមជីបងមកដើមជីដើមក្នុងលូបើយើងមិនធ្វើចឹងទេគឺអាចនឹងមានដូចជាមន់អីជាដើមអញ្ចឹងបងប្អូនថាផែនហ្នឹងមន់ហ្នឹងអត់ឃើញអីត្រួយខ្ចីតិចហ្នឹងគឺវាតែងតែបេះបោចចឹកដាច់ពីនៅហ្នឹងនេះដើមរំដេងនោះដើមស្លឹកគ្រៃពីគុំដើមលហុងដើមដូងហ្នឹងហើយបងប្អូនទេសភាពដែលដុះនៅតាមក្បែរផ្ទះក្បែរលបងហ្នឹងក្រោយពីត្រូវភ្លៀង1មេឬក៏2មេគឺឃើញថាវាមានស្រស់បំប្រងមានពណ៌បៃតងខ្ចីឃើញថាមើលទៅវាទេសភាពវាស្រស់ស្អាតហ្មងបងប្អូនក្រោយពីត្រូវទឹកភ្លៀង1មេ2មេឃើញថាខ្ចីខៀវល្បួកស្រស់នឹងញឹមឃើញថាមើលទៅវាស្អាតជាទេសភាពមួយដែលមានពណ៌បៃតង